ដេចកតិព្រឹទ្ធបណ្ឌិតបរនីហ៊ុនសែនចោទសុកទុកពីវីរយុទ្ធជនដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ជាបាននៅតាមបន្ទីពេទ្យដោយក្តីក្តុកក្តួលរំជួលចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងថ្ងៃទាំងជប់នៅរសៀលថ្ងៃទី15ខែធ្នូម្សិលមិញនេះសម្ដេចកតិព្រឹទ្ធបណ្ឌិតបរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចោទសុកទុកនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដីដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ជាបាននៅតាមបន្ទីពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចកតិព្រឹទ្ធបណ្ឌិតបរនីហ៊ុនសែនតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីដោយមិនរំលងនៅឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនៅទុក្ខលំបាកព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់របស់សម្ដេចកតិព្រឹទ្ធបណ្ឌិតបរនីហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ស្ថិតក្នុងក្តីដ៏ក្តុកក្តួលនេះសម្ដេចកតិព្រឹទ្ធបណ្ឌិតក៏បាននាំនៅព្រះរាជបណ្ដាំផ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងជាពិសេសការកោតសរសើរស្ងប់ស្ងាយចំពោះទឹកចិត្តដ៏អង់អាចក្លាហានហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូបសូមឆាប់ជាសះស្បើយឡើងវិញវីរយុទ្ធជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបប្រមាណនិងបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកតិព្រឹទ្ធបណ្ឌិតបរនីហ៊ុនសែនដែលជាបិតាមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូបនិងសូមប្រសិទ្ធពរជូនសម្ដេចកតិព្រឹទ្ធបណ្ឌិតសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជននិយុយឺនយូរដើម្បីជាម្លប់ដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជាជាដរាប